ណាបងឯងសកាត់អានេះវឹបអានេះចុចនៅនេះលុះនៅនេះហើយញ៉ាត់នេះជាការស្ដែកគួរនេះខ្ញុំដាំតាមរបៀបបុរាណយើងមិញកាលពីដើមនេះខ្ញុំមិនទាន់បានរៀនផ្នែកបច្ចេកទេសថ្មីតែមើលផលិតផលស្មៅដុះច្រើនសោកអានទទួលទិន្នផលមកទេព្រោះស្មៅវាច្រើនពេកចាជម្រាបសួរនាងខ្ញុំឈ្មោះមិនសីហាជាកសិកររស់នៅភូមិកណ្ដែកឃុំសំរងស្រុកសំរងខេត្តឧត្តរមានជ័យអ្នកខ្ញុំប្រកបមុខរបរកសិកម្មដាំបន្លែអ្នកខ្ញុំធ្លាប់ដាំតែតាមបច្ចេកទេសបុរាណប្រពៃណីខ្មែរយើងតែឥឡូវខាងអ្នកគ្រូក្រុមហ៊ុនព្រួញក្រហមកាត់មកបង្រៀនពីបច្ចេកទេសថ្មីគឺក្រាលកស៊ូអ្នកខ្ញុំសង្ឃឹមថាការក្រាលកស៊ូនេះនឹងផ្ដល់ទិន្នផលបានច្រើនជាងការប្រកបរបរពីបុរាណយើងមិញចានេះជាការគ្រប់កស៊ូដែលអ្នកគ្រូបានបង្រៀនអ្នកគ្រូបង្រៀនឲ្យគ្រប់កស៊ូឲ្យបានល្អខ្ពស់ហើយយើងមានការដាក់ដំណក់ទឹកនៅខាងក្រោមការដាក់ដំណក់ទឹកនេះដើម្បីកាត់បន្ថយការចំណាយទឹកច្រើនហើយងាយស្រួលក្នុងការយើងដែលបញ្ចូលជីហើយគឺជាការចាប់ផ្ដើមសាកល្បងដំបូងរបស់នាងខ្ញុំដែរនាងខ្ញុំសង្ឃឹមថាការអនុវត្តតាមបច្ចេកទេសថ្មីនេះសង្ឃឹមថានឹងបានទិន្នផលល្អនេះជាដំណក់ទឹកយើងដាក់ឲ្យងាយស្រួលកុំបាក់ចំណាយទឹកច្រើនដាក់ទៅវាតក់ល្មមអាចធ្វើដំណាំយើងល្អចំណែកនេះគឺកស៊ូយើងក្រាលអាខាងគឺសឡើងលើអាខាងខ្មៅនេះក្រាលចុះក្រោមកុំអោយស្មៅវាដុះ